មសម័យទំនើបមនុស្សជាច្រើនធ្លាប់គិតថាយុគសម័យនៃរថគ្រោះប្រយុទ្ធត្រូវបានបញ្ចប់ហើយដោយសារតែវត្តមានរបស់ដ្រូនតម្លៃថោកនិងមីស៊ីលប្រឆាំងរថគ្រោះប៉ុន្តែការពិតមិនមែនបែបនោះទេនៅក្នុងឆ្នាំ2026នេះមហាអំណាចយោធានៅតែបន្តចំនួនរាប់រយលានដុល្លារដើម្បីទិញរថគ្រោះចំនួនថ្មីអ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលនោះគឺតម្លៃរបស់ពួកវាបានហក់ឡើងខ្ពស់ខ្លាំងរហូតដល់រថគ្រោះខ្លះមានតម្លៃស្ទើរតែស្មើនឹងយន្តហោះចម្បាំងទៅថ្លៃនៅក្នុងវីដេអូថ្ងៃនេះយើងនឹងទៅមើលកម្ពុជារថគ្រោះដែលថ្លៃជាងគេបំផុតទាំង5នៅលើពិភពលោកគិតត្រឹមឆ្នាំ2026នេះនឹងស្វែងយល់ថាតើមានបច្ចេកវិទ្យាអាចកំបាំងអ្វីខ្លះទើបបានជាវាថ្លៃក៏បែបនេះចាប់តាមចំណាត់ថ្នាក់លេខ5គឺ Stella ពី Black Panther របស់ប្រទេសកូរ៉េខាងមុខរថគ្រោះនេះធ្លាប់បានកត់ត្រាក្នុង Super Guinness ជារថគ្រោះដែលថ្លៃបំផុតលើโลกមូលហេតុដែលវាមានតម្លៃដល់ទៅ11លានដុល្លារគឺដោយសារតែវាត្រូវបានរចនាឡើងសម្រាប់ភូមិសាស្ត្រភ្នំនិងវាលភក់របស់កូរ៉េវាបំពាក់ប្រព័ន្ធគ្រប់គ្រងការបាញ់កម្រិតរ៉ាដាទំនើបអាចកំណត់គោលដៅដោយស្វ័យប្រវត្តិនិងមានប្រព័ន្ធជើងក្រោមបីឆ្លាតដែលអាចបញ្ចុះឬលើកកម្ពស់រថគ្រោះដើម្បីបាញ់គោលដោយពីលើភ្នំបានយ៉ាងងាយស្រួលឈានដល់ចំណាត់ថ្នាក់លេខ4គឺ Leclerc et al. របស់ប្រទេសបារាំងរថគ្រោះនេះថ្លៃដោយសារមូលហេតុពីរយ៉ាងទី1គឺបារាំងផលិតវាឡើងក្នុងចំនួនកំណត់ limited ដែលធ្វើឲ្យតម្លៃខ្សែសង្វាក់ផលិតកម្មមិនសមឡើងថ្លៃទី2គឺកញ្ចប់ធ្វើបច្ចុប្បន្នភាព et al. ថ្មីនេះបានប្រែក្លាយវាទៅជារថគ្រោះ Digital Cybertank ដោយប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងទិន្នន័យរួមគ្នាដែលអនុញ្ញាតឲ្យរថគ្រោះនេះអាចចែករំលែកព័ត៌មានសមរភូមិជាមួយយន្តហោះចម្បាំងនិងកងទ័ពថ្មើរជើងបានភ្លាមៗក្នុងពេលតែ1វិនាទី real time ចំណាត់ថ្នាក់លេខ3គឺជារថគ្រោះដែលល្បីល្បាញជាងគេក្នុងប្រវត្តិសាស្ត្រចម្បាំងទំនើបនោះគឺ M1A2 Abrams របស់សហរដ្ឋអាមេរិកប៉ុន្តែនៅក្នុងកិច្ចសន្យាលូតើឲ្យបរទេសរួមទាំងគ្រឿងបន្លាស់និងគ្រាប់រំសេវតម្លៃរបស់វាឡតទៅ$19 លានក្នុងមួយគ្រឿងអ្វីដែលធ្វើឲ្យវាថ្លៃគឺម៉ាស៊ីនទូប៊ីន gas turbine engine កម្លាំង1500សេះដែលស៊ីសាំងដូចទឹកនិងគ្រឿងគ្រូការពារធ្វើពីសារធាតុអ៊ុយរ៉ាណុងតុង depleted uranium ដែលក្រាស់និងពិបាកក្នុងការទំនុកបំផុតនៅលើโลกឈានចូលមកដល់លេខ2គឺជារថគ្រោះចំនួនថ្មីស្រឡាង KS51 Panther បង្កើតឡើងដោយក្រុមហ៊ុន Allemand Rheinmetallនេះមិនមែនជារថគ្រោះកែច្នៃពីស៊េរីចាស់ទេតែវាជារថគ្រោះអនាគតវាបំពាក់កាណុងយ៉ាក់ទំហំ130មីលីម៉ែត្រធំជាងរថគ្រោះទូទៅដែលមានត្រឹម120មីលីម៉ែត្រដែលមានកម្លាំងបាញ់បំផ្លាញខ្លាំងជាង50%លើសពីនេះវាមានបំពាក់ឧបករណ៍ចាប់សញ្ញាការពារខ្លួនជំទិះនិងមានខ្លាំងបាញ់ដ្រូនអត់ឃាត Loitering Munition ចេញពីបំរត់គ្រោះតតែម្ដងហើយម្ចាស់មុខរថគ្រោះដែលថ្លៃបំផុតនៅលើពិភពលោកក្នុងឆ្នាំ2026នេះគឺគ្មានអ្នកណាក្រៅពី Leopard 2 F8 របស់ប្រទេសអាល្លឺម៉ង់នោះទេតម្លៃរបស់វាបានហក់ឡើងដល់ទៅជិត$30 លានក្នុងមួយគ្រឿងនៅក្នុងកិច្ចសន្យាបញ្ជាទិញថ្មីរបស់បណ្ដាប្រទេសអឺរ៉ុបហេតុអ្វីបានជាវាថ្លៃដាច់គេបែបនេះអាចកំបាំងគឺស្ថិតនៅលើប្រព័ន្ធការពារស្កាំ Eurotrophy ប្រព័ន្ធនេះប្រើប្រាស់ radar scan ជុំវិញខ្លួន360ដឺក្រេនៅពេលមានមីស៊ីលឬគ្រាប់បែកដ្រូនហោះសម្ដៅមករកវាប្រព័ន្ធនេះនឹងបាញ់គ្រាប់តូចទៅកំទេចមីស៊ីលនោះនៅលើអាកាសមុនពេលវាហោះមកបកឡានទៅទៀតក្រៅពីនេះវាមានគ្រឿងគ្រូការពារជាន់លើដើម្បីទប់ទល់នឹងការវាយប្រហារពីដ្រូនជំពីលើចំការ Tokatek សរុបមកវិញមូលហេតុដែលរថគ្រោះក្នុងឆ្នាំ2026មានតម្លៃថ្លៃមិនមែនដោយសារតែដាច់ទេប៉ុន្តែគឺដោយសារតែបច្ចេកវិទ្យាអេឡិចត្រូនិកនិងប្រព័ន្ធការពារជីវិតរបស់កងទ័ពខាងក្នុងតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរថគ្រោះទាំងនេះជួយខមមិនប្រាប់ខ្ញុំនៅខាងក្រោមផងកុំភ្លេចចុច like និង subscribe Channel របស់យើងម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ